សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះថ្មីទៀតហើយគឺតកតងជាមួយនឹងប្រធានបទថ្មីគឺការស្វែងរកនៅលើប្រព័ន្ធអ៊ីនធឺណិតដោយអ្នកទាំងអស់គ្នាបានដឹងហើយថាអ៊ីនធឺណិតគឺជាប្រព័ន្ធមួយដែលមនុស្សទូទាំងពិភពលោកកំពុងតែប្រើប្រាស់ជារៀងរាល់វិនាទីដូចនេះហើយនៅពេលដែលអ្នកស្វែងរកព័ត៌មាននៅលើប្រព័ន្ធអ៊ីនធឺណិតអ្នកត្រូវពិចារណានិងវិនិច្ឆ័យលើប្រភពរបស់ព័ត៌មានដែលទទួលបានឲ្យច្បាស់លាស់សិនមុននឹងឈានទៅដល់ការសម្រេចចិត្តអ្វីមួយហើយខាងក្រោមនេះគឺជាចំណុចសំខាន់ខ្លះដែលគួរតែដឹងនិងរបៀបវិតម្លៃទៅលើគេហទំព័រដែលត្រឹមត្រូវមានន័យថាអ្នកគួរតែអនុវត្តតាមមិនត្រឹមត្រូវមានន័យថាអ្នកមិនគួរអនុវត្តតាមហើយខាងក្រោមនេះគឺជាតារាងដែលអ្នកត្រូវចងចាំប្រយោគដែលគួរតែត្រូវចងចាំនិងការវាតម្លៃថាត្រឹមត្រូវឬមិនត្រឹមត្រូវចំណុចទី1ហ្នឹងគឺប្រសិនបើខ្ញុំអាចរកឃើញវានៅលើអ៊ីនធឺណិតវាច្បាស់ជាពិតចំណុចហ្នឹងគឺមិនត្រឹមត្រូវទេខ្ញុំគួរតែពិនិត្យប្រភពនិងអ្នកនិពន្ធគេហទំព័រជានិច្ចគឺត្រឹមត្រូវមានអាសយដ្ឋានអ៊ីមែលទំនាក់ទំនងនៅលើគេហទំព័រនោះដូច្នេះវាច្បាស់ជាគេហទំព័រដែលស្របច្បាប់គឺវាមិនត្រឹមត្រូវទេមាននិមិត្តសញ្ញារដ្ឋាភិបាលនៅផ្នែកខាងលើទំព័រខ្ញុំជឿជាក់លើគេហទំព័រនេះបានចំណុចនេះគឺមិនត្រឹមត្រូវទេខ្ញុំគួរតែធ្វើការប្រៀបធៀបតើមានដែលខ្ញុំបានរកឃើញនៅលើប្រព័ន្ធអ៊ីនធឺណិតជាមួយនឹងប្រភពផ្សេងទៀតយ៉ាងហោចណាស់2គឺចំណុចនេះគឺត្រឹមត្រូវហើយគេហទំព័រនោះមើលទៅហាក់ដូចជាផ្លូវការពេកហើយព័ត៌មានទាំងអស់នៅលើនោះប្រកាសជាអាចជឿទុកចិត្តបានគឺមិនត្រឹមត្រូវមាន graphic និងតារាងជាច្រើននៅលើគេហទំព័រព័ត៌មានទាំងនោះបញ្ជាក់ថាខ្ញុំអាចជឿទុកចិត្តបានគឺមិនត្រឹមត្រូវនោះទេអញ្ចឹងតើអ្វីទៅដែលធ្វើឲ្យគេហទំព័រមួយអាចជឿទុកចិត្តបានជាទូទៅអ្នកអាចធ្វើការវិតម្លៃតាមតារាងខាងក្រោមប្រសិនបើចម្លើយទេលើសពី 30% គេហទំព័រនោះគឺមិនអាចទុកចិត្តបាន100% នោះទេអ្នកគួរតែពិចារណារកគេហទំព័រផ្សេងហើយខាងក្រោមនេះគឺជាតារាងដែលខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាធ្វើការវិតម្លៃបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមបានឬក៏នៅពេលដែលអ្នកទាំងអស់គ្នាវិតម្លៃហើយអ្នកទាំងអស់គ្នាអាចធ្វើការ screenshot ទម្លាក់នៅក្នុង comment នេះបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងនិយាយតាក់ទងអំពីការបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតហើយនឹងរបៀបសម្គាល់ការបោកប្រាស់និងរបៀបជៀសវាងពីការបោកប្រាស់ផងដែរ